អ្នកធ្លាប់ឃើញបរិះដែលលាបមុខពណ៌លឿងពាក់សក់ធំៗនិងកាន់លំពែងដែរឬទេមនុស្សជាច្រើនគិតថាពួកគេគឺជាតួនៅក្នុងភាពយន្តប៉ុន្តែការពិតពួកគេគឺជាសមាជិកនៃកុលសម្ព័ន្ធ Helly People ដែលនៅរក្សាវប្បធម៌ប្រពៃណីរហូតមកដល់សប្តាហ៍ថ្ងៃតើ Huli គឺជានរណា Huli គឺជាជនជាតិដើមដែលរស់នៅតំបន់ខ្ពង់រាបនៃ Papua New Guinea ជាពិសេសនៅក្នុង Hela Province ពួកគេមានប្រជាជនរាប់សែននាក់ហើយក៏ត្រូវបានគេស្គាល់ជុំវិញពិភពលោកដោយសារតែការពាក់សក់ធ្វើអំពីសក់ពិតរបស់ពួកគេនិងការតុបតែងខ្លួនប្លែកៗនៅក្នុងសង្គម Holi រៀបចំជាក្រុមគ្រួសារនិងត្រកូលការចិញ្ចឹមជ្រូកគឺមានសារៈសំខាន់ខ្លាំងព្រោះថាជ្រូកត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិនៃអត្តសញ្ញាណនៃកិត្តិយសប្រជាជនភាគច្រើនរស់នៅដោយសារធ្វើកសិកម្មដំណាំនិងចិញ្ចឹមសត្វអ្វីដែលធ្វើឲ្យ Holi ល្បីជាងគេគឺក្រុមអ្នកចម្បាំងដែលហៅថា Holi Wixmen មានការតុបតែងខ្លួនជាពិសេសសក់របស់ពួកគេមិនមែនជាសក់សពនិមិត្តទេប៉ុន្តែជាសក់ពិតរបស់បុរសផ្ទាល់ហើយយុវជនខ្លះកំពុងចំណាយពេលច្រើនខែឬច្រើនឆ្នាំក្នុងការថែរក្សាសក់ឲ្យលូតលាស់ហើយបន្ទាប់មកក៏កាត់យកទៅពាក់ដែលត្រូវបានតុបតែងដោយរោមបក្សីចម្រុះពណ៌និងគ្រឿងលម្អពួកគេលាបមុខពណ៌លឿងដែលជាដីឥដ្ឋឬក៏រ៉ែធម្មជាតិរួមទាំងពណ៌ក្រហមខ្មៅនិងសដើម្បីបង្កើតលំនាំផ្សេងៗការតុបតែងនេះមានអត្ថន័យខុសគ្នាទៅតាមប្រពៃណីឬឱកាសហើយជាការបង្ហាញអំពីអត្តសញ្ញាណនិងមោទនភាពរបស់កុលសម្ព័ន្ធក្នុងពិធីបុណ្យការជួបជុំរវាងសហគមន៍ពួកគេតែងច្រៀងរាំសម្ដែងជាលក្ខណៈប្រពៃណីពិធីនេះត្រូវបានប្រើដើម្បីអបអរសាទរពង្រឹងទំនាក់ទំនងរវាងសហគមន៍និងបន្តបេតិកភណ្ឌវប្បធម៌ពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងសង្គម Holi អាពាហ៍ពិពាហ៍តែងតែពាក់ព័ន្ធទៅនឹងការយល់ព្រមរវាងក្រុមគ្រួសារជ្រូកអាចត្រូវបានប្រើនៅក្នុងផ្នែកមួយនៃអំណោយអាពាហ៍ពិពាហ៍ដែលជាប្រពៃណីនៅក្នុងសហគមន៍ជាច្រើននៃតំបន់ខ្ពង់រាបបន្ទាប់ពីរៀបការរួចប្តីប្រពន្ធមើលថែរក្សាគ្រួសារនិងធ្វើកសិកម្មដើម្បីផ្គត់ផ្គង់ជីវភាពភាពល្បីល្បាញរបស់ Holi មិនមែនជាការតុបតែងខ្លួនប៉ុណ្ណោះទេប៉ុន្តែគឺជាការខិតខំថែរក្សាភាសាទំនៀមទម្លាប់និងអត្តសញ្ញាណវប្បធម៌របស់ពួកគេបើទោះបីជាពិភពលោកកំពុងមានការផ្លាស់ប្ដូរយ៉ាងលឿនក៏ដោយនៅក្នុងសង្គម Holi ស្នេហាមិនមែនផ្អែកទៅលើអារម្មណ៍របស់មនុស្សពីរនាក់ទេប៉ុន្តែវាគឺជារឿងដែលពាក់ព័ន្ធនឹងក្រុមគ្រួសារក៏ដូចជាសហគមន៍ផងដែរជាប្រពៃណីឪពុកម្ដាយនិងមេគ្រួសារមានតួនាទីសំខាន់នៅក្នុងការពិភាក្សានិងយល់ព្រមទៅលើអាពាហ៍ពិពាហ៍ទោះបីជាយ៉ាងណាក្តីនៅសម័យបច្ចុប្បន្នក្នុងតំបន់ខ្លះយុវជនក៏មានសេរីភាពជាងមុននៅក្នុងការជ្រើសរើសគូស្រករផងដែរមុនពេលរៀបអាពាហ៍ពិពាហ៍គ្រួសារខាងប្រុសជាធម្មតានឹងផ្ដល់ថ្លៃបណ្ដាការដល់គ្រួសារខាងស្រីការផ្ដល់នេះភាគច្រើនរួមមានជ្រូកដែលជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតនៅក្នុងសង្គម Holi ដែលអាចរួមបញ្ចូលទាំងលុយនិងទំនិញផ្សេងៗផងដែរនេះមិនមែនជាការទិញដូរកូនក្រមុំទេប៉ុន្តែគឺជាការបង្ហាញអំពីការគោរពនិងការបង្កើតចំណងរវាងក្រុមគ្រួសារទាំងពីរការរៀបអាពាហ៍ពិពាហ៍ប្តីប្រពន្ធមានភារកិច្ចចែករំលែកការងារគ្នាបុរសទទួលខុសត្រូវលើការការពារគ្រួសារការចិញ្ចឹមជ្រូកនិងការងារធ្ងន់ៗខណៈដែលស្ត្រីដាំដំណាំថែរក្សាកូននិងគ្រប់គ្រងភារកិច្ចជាច្រើននៅក្នុងគ្រួសារនៅក្នុងតំបន់ខ្លះនៃសង្គម Holi តាមប្រពៃណីបុរសនិងស្ត្រីអាចរស់នៅក្នុងផ្ទះដាច់ដោយឡែកពីគ្នាហើយជួបគ្នាតែពេលចាំបាច់ប៉ុណ្ណោះទំនៀមទម្លាប់នេះកំពុងផ្លាស់ប្ដូរនៅក្នុងសង្គមជាច្រើននាពេលបច្ចុប្បន្នសម្រាប់អ្នកទស្សនាការតុបតែងខ្លួនអាចមើលទៅដូចជាសម្រាប់សង្គ្រាមប៉ុន្តែសប្តាហ៍ថ្ងៃវាត្រូវបានប្រើនៅក្នុងកម្មវិធីវប្បធម៌និងព្រឹត្តិការណ៍បង្ហាញអំពីអត្តសញ្ញាណសង្គមផងដែរប្រពៃណីខ្លះបានផ្លាស់ប្ដូរតាមឥទ្ធិពលនៃការអប់រំសាសនាប៉ុន្តែប្រជាជន Holi ជាច្រើននៅតែខិតខំប្រឹងប្រែងថែរក្សាទំនៀមទម្លាប់ប្រពៃណីសំខាន់របស់ពួកគេនៅក្នុងពិភពលោកដែលកំពុងតែមានការផ្លាស់ប្ដូរយ៉ាងលឿនកុលសម្ព័ន្ធ Holi People នៅតែបង្ហាញថាវប្បធម៌និងអត្តសញ្ញាណត្រូវបានថែរក្សាពីមួយជំនាន់ទៅមួយជំនាន់តើអ្នកគិតថាប្រពៃណីទាំងនេះបាត់បង់ទៅតើពិភពលោកនឹងបាត់បង់អ្វីខ្លះរឿងរ៉ាវរបស់ Holi បង្ហាញឲ្យយើងឃើញថាមនុស្សម្នាក់និងសង្គមនីមួយៗមានវប្បធម៌និងរបៀបរស់នៅខុសៗគ្នាដែលទទួលបាននូវការគោរពការរក្សាប្រពៃណីមិនមែនមានន័យថាបដិសេធការអភិវឌ្ឍទេប៉ុន្តែជាការថែរក្សាបេតិកភណ្ឌនិងអត្តសញ្ញាណរបស់ខ្លួនទន្ទឹមនឹងនេះយើងគួររៀនបើកចិត្តទទួលយកភាពខុសគ្នារក្សាវប្បធម៌ផ្សេងៗនិងការរស់នៅដោយការយោគយល់ការគោរពគ្នាទៅវិញទៅមកវប្បធម៌ខុសគ្នាប៉ុន្តែតម្លៃនៃការគោរពក្តីស្រឡាញ់និងការរក្សាអត្តសញ្ញាណគឺជារឿងដែលមនុស្សគ្រប់គ្នាអាចរៀនបានកុំភ្លេច follow ដើម្បីស្វែងយល់អំពីកុលសម្ព័ន្ធនិងវប្បធម៌ប្លែកៗនៅជុំវិញពិភពលោក